គ្នាថ្ងៃនេះយើងនាំអ្នកទាំងអស់គ្នាមកលេងកន្លែងមួយតោះមកទាយសាក់មើលថាយើងទៅកន្លែងណាដែរហ្នឹងហើយឥឡូវនេះយើងនៅតាមផ្លូវណាពីផ្ទះទៅរៀងឆ្ងាយដែរប្រហែលជា50នាទីអីហ្នឹងជិត1ម៉ោងដែរអ្នកទាំងអស់គ្នាអត់ចូលចិត្តជិះឡានយូរទេអ្នកទាំងអស់គ្នាប៉ុន្តែហេតុតែចង់ទៅហើយអញ្ចឹងត្រូវតែបដិញ្ញាចិត្តទៅឲ្យបានឥឡូវនេះយើងកំពុងនៅតាមផ្លូវនេះមានគេលក់អីទៅតាមផ្លូវមួយចេះទៅកន្លែងហ្នឹងដូចជាលក្ខណៈជាក្រុងអញ្ចឹងអ្នកទាំងអស់គ្នាហើយនៅម្ដុំហ្នឹងសម្បូរភ្នំហើយជាផ្ទះប្រជាពលរដ្ឋឥឡូវនេះយើងបានមកដល់គោលដៅរបស់យើងហើយសម្បូរគេមកច្រើនមែនទេអ្នកទាំងអស់គ្នានិយាយទៅគឺពីកន្លែងចតឡានគឺពេញរកកន្លែងចតត្រង់បានឥឡូវនេះយើងកំពុងតែដើរចេញពីកន្លែងចតឡានតាមថ្នល់ហ្នឹងឆ្ពោះទៅកន្លែងទឹកដៅរបស់យើងអូខេឥឡូវយើងមកដល់កន្លែងហើយអ្នកទាំងអស់គ្នាគាត់នឹងឃើញគេនៅខាងស្ដាំដៃហើយនឹងតុងជាតិនេះអ្នកទាំងអស់គ្នាដឹងថាជាកន្លែងអីហ្នឹងហើយនេះគឺជាវត្តដែលយើងកំពុងតែប្រារព្ធពិធីបញ្ចូលឆ្នាំខ្មែរហើយនេះគឺជាតូបដែលបងប្អូនយើងគាត់ដាក់លក់ហើយបានជាពិសេសគឺម្ហូបចំណីអាហារណាអ្នកទាំងអស់គ្នាគឺច្រើនមែនទែនមានគ្រប់មុខនិយាយទៅមានទាំងចំណីអាហារនិងសម្ភារៈផ្សេងដូចជាខោអាវផ្ទាំងគំនូរអីចឹងហើយនៅនេះគឺសម្ភារៈកូនក្មេងអីចឹងទៅនិយាយទៅគឺច្រើនមុខអ្នកទាំងអស់គ្នានឹងឲ្យមើល EP អ្នកនេះរវល់រហូតហ្មងគឺថាអត់ចេះចំណេះហើយនេះគ្រាន់តែជារូបភាពខ្ញុំថតត្រួសហើយណាថ្ងៃនេះគឺជាកន្លែងដែលបងប្អូនគាត់លក់អីវ៉ារបស់គាត់ជាពិសេសគឺចំណីអាហារហ្នឹងឯងហើយពីកន្លែងមួយគឺថាចង់ទៅទិញគឺថាត្រូវតម្រង់ជួរគឺគាត់លក់ដាច់ណាអ្នកទាំងអស់គ្នាចឹងទៅគឺសម្បូរបងប្អូនខ្មែរយើងមកលេងហើយគាត់មកជួយគ្រប់គ្រងអាហារនិងអីវ៉ារបស់បងប្អូនខ្មែរយើងដូចគ្នាអញ្ចឹងណាហើយយើងមកមើលមួយនេះគេនាំគ្នាចូលឆ្នាំគាត់រវល់នឹងសភៅគាត់និយាយទៅឲ្យទៅថាបានអានគឺថាងៀនដូចគឺងៀនអញ្ចឹងនិយាយទៅពីអ្នកគាត់នឹងឲ្យទៅថាបានអានសភៅគឺថាងៀនដូចជក់ថ្នាំអញ្ចឹងហ្មងត្រឡប់មកបងប្អូនយើងអ្នកលក់អីវ៉ាន់វិញនិយាយពីតូបគាត់គឺចាប់ផ្ដើមពីលបងទ្វាររហូតដល់ចុងលបងចុងវត្តណានិយាយទៅគឺច្រើនមកជួរហ្នឹងគឺដើររហូតដល់ចុងវត្តបានអស់តូបនេះខ្ញុំគ្រាន់តែថតឲ្យបងប្អូនមើលត្រួសណាចង់រៀបរាប់ក៏រៀបរាប់អត់អស់ដែរទាំងអស់គ្នាអញ្ចឹងខ្ញុំសូមទុកឲ្យបងប្អូនទាំងអស់គ្នាទស្សនាវីដេអូនេះជាការកម្សាន្តនៅទស្សនវិជ្ជាបញ្ចូលឆ្នាំខ្មែររបស់បងប្អូនខ្មែរយើងនៅខាងយើងនេះហើយបើមានកន្លែងណាឆ្កងសូមអធិស្ឋានផងណាសូមអរគុណអ្នកទាំងអស់គ្នាសួស្តីឆ្នាំថ្មី Happy New Year